គាថាធម្មបទយមកវៈទី1រឿងភិក្ខុទេវទត្តព្រះបរមសាស្តាព្រះអង្គទ្រង់ប្រពសម្ពុតកាសាវភ័សរបស់ភិក្ខុទេវទត្តសម័យថ្ងៃមួយភិក្ខុទេវទត្តបានសម្ពុតកាសាវភ័សអំពីញាតិញោមមួយក្រុមសម្ពុតនោះជាសម្ពុតមានសាច់ល្អមានតម្លៃច្រើនមនុស្សខ្លះនិយាយថាសម្ពុតនេះមិនសមគួរដល់ភិក្ខុទេវទត្តឡើយតែសមគួរដល់ព្រះសារីបុត្រព្រះសាស្តាព្រះអង្គទ្រង់ជ្រាបហើយទើបព្រះអង្គទ្រង់សម្ដែងរឿងដែលភិក្ខុទេវទត្តធ្លាប់គ្រងសម្ពុតកាសាវភ័សដែលមិនសមគួរដល់ខ្លួនតាំងតែអំពីពេលដែលទេវទត្តកើតជាព្រានព្រៃបានលួចយកនៅសម្ពុតកាសាវភ័សរបស់ព្រះបច្ចេកពុទ្ធមួយព្រះអង្គមកស្លៀកពាក់ដើម្បីបន្លំខ្លួនធ្វើជាព្រះបច្ចេកពុទ្ធលោបចាំសម្លាប់ដំរីដែលដើរនៅពីក្រោយបង្អស់ម្ដងមួយគ្រានោះឯងព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់បានសោយព្រះជាតិជាស្ដេចដំរីឃើញដំរីដែលជាបរិវាររបស់ព្រះអង្គចេះទៅបាត់អស់ទៅជាច្រើនទើបសង្កេតឃើញនៅហេតុអន្តរាយដែលកើតឡើងមិនយូរប៉ុន្មានក៏បានឃើញជាច្បាស់ថាអន្តរាយនេះកើតឡើងព្រោះមានមនុស្សមកបន្លំខ្លួនធ្វើជាព្រះបច្ចេកពុទ្ធថ្ងៃមួយព្រះអង្គទ្រង់បានអែបមកនៅខាងក្រោយហ្វូងម្ដងដើម្បីលបចាំមើលព្រានព្រៃនោះលុះព្រះអង្គចាប់ព្រានព្រៃបានហើយក៏ទ្រង់ព្រះតម្រិះថានឹងបោកសម្លាប់ចោលតែព្រះអង្គទ្រង់ត្រេះរិះគន់គឺមិនបានសម្លាប់គ្រាន់តែអប់រំទូមានព្រានបដៅហើយក៏លែងព្រានព្រៃនោះទៅវិញនៅទីបញ្ចប់នៃអតីតនិទានព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាអនេកសាវោកាសាវੰយោវត្ថੰបរិតហេសតិអពេតោតមសាចេនៈនសោកាសាវៈមរហតិយោចវន្តៈកសាវសៈសីលេសុសុសមាហិតោឧបេតោតមសាចេនៈសវេកាសាវៈមរហតិបុគ្គលណានៅមានទឹកអំចត់គឺរាគាតិកិលេសក្នុងខណ្ឌសន្តានជាអ្នកបោះបង់នៅការទូមាននៅឥន្ទ្រីនិងសច្ចៈហើយស្លៀកដណ្ដប់សម្ពុតកាសាវៈបុគ្គលនោះមិនគួរនឹងស្លៀកដណ្ដប់សម្ពុតកាសាវៈនោះឡើយលុះតែបុគ្គលណាមានទឹកអំចត់គឺរាគាតិកិលេសខ្ជាក់ចោលអស់ហើយជាអ្នកមាននៅចិត្តតម្កល់មាំនៅក្នុងសិលទាំងឡាយប្រកបដោយការទូន្មានឥន្ទ្រីនិងសច្ចៈបុគ្គលនោះឯងទើបគួរនឹងស្លៀកដណ្ដប់សម្ពុតកាសាវភ័សបាន